បាទជំរាបសួរមួយតោះមួយកំពុងតែស្វែងរកនៅក៏ពូជពោតយកទៅដាំបងប្អូនបាទសូមណែនាំពូជពោតហាន់នីនេះរបស់ក្រុមហ៊ុនជាតៃមកកញ្ចប់កន្លះគីឡូបាទបងប្អូនណាមកនិយាយពីគុណសម្បត្តិរបស់ក្របពូជពោតនេះបន្តិចបាទបើនិយាយពីផ្លែគឺល្អផ្លែធំបងប្អូនបាទហើយសាច់ផ្អែមសាច់ណែនល្អហើយសម្រាប់គុណសម្បត្តិមួយផ្នែកទៀតនោះគឺធន់ជំងឺបរិមាណផលល្អងាយក្នុងការថែទាំបងប្អូនបាទមកកញ្ចប់នេះគឺកន្លះគីឡូបងប្អូនបាទការវេចខ្ចប់របៀបអញ្ចឹងផ្លែឬក៏ការវេចខ្ចប់មានគុណភាពបងប្អូនអត្រាដំណោះក៏ល្អដែរហើយត្រឡប់មកពោតបាទពោតតណើបសឬក៏ពោតហាក់ដាម៉ានេះវិញរបស់ក្រុមហ៊ុនព្រួយក្រហមបាទមកកញ្ចប់នេះគឺកន្លះគីឡូដូចគ្នាគុណភាពក៏ល្អដែរហើយនេះគឺកំពុងតែរៀបចំបាទដាក់ជូនមួយគាត់យកទៅលក់បន្តផងបងប្អូនបាទគាត់កំងពោតនេះ10កញ្ចប់ហើយនឹងពោតនេះបាទពោតសនេះចំនួន30កញ្ចប់បាទទៅខាងកំពង់ស្ពឺបាទហើយមែនតើទៅគឺបងគាត់ជាកសិករផងហើយគាត់លក់នៅក្នុងតំបន់របស់គាត់ផងអញ្ចឹងបងប្អូនបាទហើយរដូវកាលនេះខែប្រាំងអញ្ចឹងគឺដល់ពេលដែលត្រូវដាំពោតហើយអញ្ចឹងបើសិនជាបងប្អូនកំពុងតែស្វែងរកនៅគ្រាប់ពូជពោតពិចារណាអាចងាកមកពិចារណាលើគ្រាប់ពូជពោតពីក្រុមហ៊ុននេះទៅបាទហើយតើតើមើលពូជពោតគឺខ្ញុំមិនមែនលក់តែពីក្រុមហ៊ុននេះទេខ្ញុំលក់ក្រុមហ៊ុនផ្សេងទៀតបាទមានត្បូងក្រហមបាទមានSN Agritech មានត្បូងព្រួយក្រហមហ្នឹងមានជាតិតៃហើយនឹងមានពូជពោតកូនជ្រូកបាទកូនជ្រូកដែរអញ្ចឹងបងប្អូនបាទអញ្ចឹងបងប្អូនដែលមានតម្រូវការដាក់ការកំងបាទផ្ញើបានគ្រប់ខេត្តក្រុងបងប្អូនបាទហើយមួយទៀតបងប្អូនមិនបាច់បារម្ភទេបាទលក្ខណៈទូទាត់លុយចាំបងប្អូនទទួលបានអីវ៉ាន់ហើយចាំទូទាត់លុយក៏បានដែរព្រោះខាងខ្ញុំមិនដាច់អាហារការថាត្រូវតែទូទាត់លុយឲ្យមិនដាក់អីវ៉ាន់ចេញទេអញ្ចឹងនៅពេលដែលបងប្អូនចង់ទទួលទាត់នៅពេលដែលទទួលបានអីវ៉ាន់ហើយក៏បានដែរអញ្ចឹងបងប្អូនខ្លាចថាបារម្ភថាពួកភេកមួយចំនួនគេបោកប្រាស់ច្រើនទៅប្រជាកសិកររបស់យើងចេះតែខ្លាចចេះតែរអាអញ្ចឹងខ្លាចរអាហ្នឹងគឺត្រឹមត្រូវហើយព្រោះមានអញ្ចឹងមែនអញ្ចឹងបងប្អូនបាទអញ្ចឹងសម្រាប់ខាងខ្ញុំអត់ជាបញ្ហាទេបាទចាំទទួលបានអីវ៉ាន់ចាំទូទាត់លុយបងប្អូនណាបាទអរគុណច្រើនបាទជំរាបលា